បន្ទាប់ពីខិតខំប្រឹងប្រែងស្វិតស្វាញអស់ពីកម្លាំងកាយចិត្តហ៊ុនជីនិងគូយ៉ៅបានត្រឡប់ទៅវិញដោយដៃទទេព្រមទាំងត្រូវបានទទួលទណ្ឌកម្មដោយម្ចាស់សាលហ៊ុនមៀសឹងរីឯយ៉ាវឈិនគឺបានចំណាយនៅកម្លាំងធាតុរបស់គាត់ធ្វើការចម្រាញ់នៅថ្នាំព្រះពោធិសត្វដើម្បីជួយឲ្យសៀវយានស្រូបយកនៅបេះដូងរបស់ព្រះពោធិសត្វក្នុងពេលនោះសៀវយានក៏បានប្រគល់នៅព្រលឹងរបស់ហានហ្វឹងទៅឲ្យលោកគ្រូរបស់គាត់ដើម្បីធ្វើការសម្រេចវិនិច្ឆ័យលើទោសរបស់គេប្រឈមមុខជាមួយនឹងលោកគ្រូហានហ្វឹងគឺនៅតែរឹងក្បាលរហូតដល់ស្លាប់បណ្ដាលឲ្យព្រះទេសាយ៉ាវឈិនបញ្ចប់រឿងនេះដោយភាពជូរចត់ដើម្បីបញ្ចេញកំហឹងគូយ៉ៅបានសហការជាមួយនឹងក្រុមដទៃទៀតមកពីបកធានមីងរួចហើយបើកនៅការវាយប្រហារសងសឹកទៅកាន់វិមានផ្កាយធ្លាក់សមរភូមិដ៏ធំកំពុងតែជិតផ្ទុះឡើងហើយបាទស្វាគមន៍អ្នកគុណនិយមគ្រប់គ្រប់បាក់ទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាប់រឿងប្រយុទ្ធទៅកាន់មេឃីរដូវកាលទី5ដែលជាភាគទី171របស់យើងសាច់រឿងចាប់ផ្ដើមឡើងមកហាញឲ្យឃើញនៅសាគុណនៃវិមានផ្កាយធ្លាក់នាំគ្នាស្រែកឈូឆោក៏ដោយសារតែសត្រូវបានវាយប្រហារហើយពួកយើងកំពុងតែត្រូវបានគេវាយប្រហារសត្រូវចិត្តបំបីឆ្លងកាត់មកហើយម្នាក់នាំគ្នាប្រញាប់ញាប់ជើងញាប់ដៃរត់ចេញទៅដើម្បីត្រៀមខ្លួនដើម្បីទប់ទល់ព្រឹទ្ធាចារ្យប្រកាសទៅឲ្យសិស្សដែលបានឈានមកដល់សាធំនេះប្រញាប់ចូលទៅកាន់ទីតាំងរៀងខ្លួនទទួលបញ្ជារួចហើយខណៈនោះព្រឹទ្ធាចារ្យយ៉ាវឡៅដឹកនាំនៅជើងខ្លាំងក្នុងវិមានមកដល់ជាងលន់រីកាប្រាប់ទៅកាន់ម្ចាស់វិមានសិស្សគុណទាំងអស់បានមកជួបជុំចាស់ទុំក៏បានប្រចាំការនៅក្នុងទីតាំងរួចជាស្រេចផងដែរព្រឹទ្ធាចារ្យយ៉ាវឈិនតបថាល្អខ្លាំងណាស់ខ្ញុំចង់មើលតើសម្ព័ន្ធមីងហឺអាចបង្កប់ជុះភ្លៀងបានប៉ុណ្ណាទៅសិស្សគុណនៅខាងលើក៏បានសួរថាតើក្បួនកម្ពុជាអាណាចក្រតារាវាអាចទប់ទល់បានដែរទេក៏ដោយសារតែនៅពេលនេះការប្រយុទ្ធអំពីសំណាក់សត្រូវគឺពិតជាខ្លាំងក្លាណាស់បន្ទាប់មកគ្រប់បែបយ៉ាងក៏ស្រាប់តែស្ងប់ស្ងាត់ត្រឡប់ទៅវិញបណ្ដាលឲ្យពួកគេងើយឆ្ងល់ថាតើមានអ្វីកើតឡើងភ្លាមព្រឹទ្ធាចារ្យយ៉ាវឡៅហាក់បីដូចជាបានដឹងក៏ដោយសារតែពេលនឹងពណ៌នៃធម្មពលចាប់ផ្ដើមផ្លាស់ប្ដូរទៅជាស្វាយវិញម្ដងអ្នកក្លាហានក៏ប្រហែលជាដឹងហើយថាពួកគេគឺជាអ្នកណានោះគ្រាន់តែបំបែកនៅលំហសម្ពាធដ៏ខ្លាំងក្លាបណ្ដាលឲ្យសិស្សគុណទាំងអស់ក្នុងវិមានពិតជាពិបាកទប់ទល់ព្រឹទ្ធាចារ្យហ្វឹងសៀនបានដឹកនាំនៅចាស់ទុំទាំងអស់តាមគាត់ដើម្បីដំណើរការក្បួនប្រញាប់ប្រើប្រាស់នៅយុទ្ធសាស្ត្ររបស់គាត់ព្រឹទ្ធាចារ្យដទៃទៀតក៏បានញាប់ជើងញាប់ដៃជួយម្នាក់ម្ដាយម្នាក់មួយជើងប្រើប្រាស់នៅធម្មពលយុទ្ធសាស្ត្រដែលកំពុងតែបាញ់ចាំងជះទៅលើអាកាសក៏បានបង្កើតទៅជារនាំងការពារមួយព្រមទាំងបន្តការពារទៅដល់កន្លែងសំខាន់ក្នុងវិមានគ្រាន់តែគំទីនៃធម្មពលរបស់ពួកគេបើសិនជាគ្មាននៅក្បួនការពារទេក៏វេទនាណាស់ដែរព្រឹទ្ធាចារ្យក៏ដឹងថាគេមកហើយក្រោយពីសម្លឹងទៅខាងលើបន្តយើងបានឃើញនៅចំហាយសាយភាយអពណ៌ស្វាយជាច្រើនមួយអន្លើទៅដោយនិមិត្តសញ្ញាជាច្រើនផុសឡើងពីពេញនឹងខណៈពេលនឹងភាគីទាំងសងខាងក៏កំពុងតែប្រឈមមុខដាក់គ្នាគ្រាដែលពួកគេកំពុងតែឈររងចាំមេខ្លោងក៏បានចេញមុខមកដែលចូលមកបន្តិចម្ដងរួចហើយហោះបន្តមកដល់ខាងមុខនេះកញ្ចាស់ខ្មោចធានមីងក៏បាននិយាយថាយ៉ាវឈិនខានជួបគ្នាយូរហើយតើលោកសុខសប្បាយដែរទេហ្នឹងលើបែបហ្នឹងព្រឹទ្ធាចារ្យហៅទៅវិញថាកញ្ចាស់ខ្មោចធានមីងខានជួបយូរនៅរស់ទេគេក៏បានបន្តផ្លាយផ្កាថាមនុស្សដូចជាលោកបានខ្លាយទៅជាប្រលឹងដ៏តូចតាចមួយក៏ប៉ុន្តែនៅតែអាចរស់ឡើងវិញខ្ញុំមិននឹងអាចស្លាប់ដោយងាយស្រួលបានទៅព្រឹទ្ធាចារ្យហ្វឹងសៀនមើលទៅកាន់សមាជិករបស់ពួកគេគឺស្ទើរតែមាននៅកម្រិតទៅជន់ពាក់កណ្ដាលទៅហើយបូករួមជាមួយនឹងកញ្ចាស់ខ្មោចធានមីងដែលស្ថិតនៅក្នុងដំណាក់កាលបានសឹងកម្រិតខ្ពស់នោះសម្ព័ន្ធមីងហានេះក៏បានបញ្ចេញនៅកម្លាំងទាំងអស់តែម្ដងកញ្ចាស់ខ្មោចធានមីងនៅតែបន្តហៅយ៉ាវឈិនថា